សួស្តីបងប្អូនថ្ងៃនេះបានទៅចូលរួមកម្មវិធីយុវជនស្នងមរតកសិល្បៈជនជាតិដើមភាគតិចដែលរៀបចំឡើងដោយសមាគមយុវជនជាតិដើមភាគកម្ពុជាអង្គការជនជាតិដើមភាគកម្ពុជានិងសមាគមស្ត្រីជនជាតិដើមភាគកម្ពុជានិងសហការជាមួយដៃគូផ្សេងទៀតខ្ញុំមិនដឹងហើយកម្មវិធីនឹងមានដាក់បង្ហាញរូបថតខ្លះៗរបស់សកម្មភាពជនជាតិដើមភាគតិចយើងរស់នៅក្នុងប្រទេសកម្ពុជាអញ្ចឹងមានសម្ភារៈផ្សេងដាក់តាំងនៅនឹងអញ្ចឹងសម្ភារៈមួយហ្នឹងមានឈ្មោះមានរបៀបប្រើប្រាស់ផ្សេងគ្នាអញ្ចឹងយើងឃើញសម្ភារៈនៅទីនេះច្រើនមែនតើមានទាំងខ្សៀណាខ្សៀហ្នឹងភាសាទេហៅតាំងហ្នឹងតាមពិតកម្មវិធីនឹងល្អមែនទែនយុវជនស្នងមរតកសិល្បៈអញ្ចឹងទាំងអស់ហ្នឹងគឺជាអ្វីដែលយុវជនរៀបចំឡើងដើម្បីយុវជនបានទស្សនាបានមកមើលផ្ទាល់ពីការសម្ដែងសិល្បៈផ្សេងរបស់យុវជនដែលជានិស្សិតដែលគាត់មកសិក្សានៅភ្នំពេញនិស្សិតជនជាតិដើមមានជនជាតិគួយជនជាតិចារាយក្រឹងទំពួនពនងសួយព្រៅពហើយផ្សេងទៀតណាខ្ញុំរៀបរាប់អត់ទេដែលពួកគាត់បានមកសិក្សារៀនសូត្រនៅទីក្រុងភ្នំពេញហើយពួកគាត់មានរៀបចំជាក្រុមសិល្បៈសម្ដែងអញ្ចឹងទៅដែលសម្រាប់សម្ដែងតាមកម្មវិធីផ្សេងចឹងពួកគាត់សិតតែជានិស្សិតទេនិស្សិតដែលស្នាក់នៅក្នុងផ្ទះសមាគមយុវជនជនជាតិដើមហើយនេះគឺជាការច្រៀងចម្រៀងដែលរៀបរាប់អំពីយុវជនដោយលោកស្រីសៀនសុកនីហើយតាមពិតមានកម្មវិធីសម្ដែងច្រើនមែនតែខ្ញុំអត់បានថតទេខ្ញុំថតតែសកម្មភាពខ្លះហើយមកខាងក្រៅនេះគឺកន្លែងយើងតាំងសម្ភារៈអីផ្សេងមានរូបថតមានសម្ភារៈសិល្បៈសម្ភារៈប្រើប្រាស់អញ្ចឹងទៅអញ្ចឹងណាអញ្ចឹងបងប្អូនអាចស្វែងយល់បានអំពីជនជាតិដើមភាគតិចនៅកម្ពុជាតើនរណាគេជាជនជាតិដើមភាគតិចនៅកម្ពុជាតើពួកគាត់រស់នៅខេត្តណាខ្លះអញ្ចឹងលោកអ្នកអាចស្វែងរកបាននៅតាមគេហទំព័ររបស់ស្ថាប័នទាំង3ហ្នឹងមានស៊ីយ៉ាមានស៊ីប៉ូមានស៊ីវ៉ាណាហើយនេះគឺសម្ភារៈណាតាំងនៅទីនេះយើងឃើញអញ្ចឹងមានសម្ភារៈជាច្រើនដែលជារបស់ជនជាតិនីមួយៗដូចសម្ភារៈហ្នឹងអីរបស់ជនជាតិពនងរបស់ជនជាតិក្រឹងអីចឹងណាអញ្ចឹងជនជាតិមួយមានសម្ភារៈជាអត្តសញ្ញាណរបស់គេមួយហើយនេះជាគេហៅកន្លែងស្លដែកយ៉ាងណាគេហៅស្អីទេផ្លេចបាត់នេះត្រឡែកសម្រាប់ស្លដែករបស់ជនជាតិគួយហ្នឹងយើងអាចដាក់ស្លដែកកាលពីសម័យជនជាតិគួយគាត់ជាអ្នកផលិតដែកហើយនេះជាការសម្ដែងសិល្បៈគួយសិល្បៈបង្ហាញពីការធ្វើប្រហែលជាការស្លដែកអីហ្នឹងរបាំហ្នឹងណាខ្ញុំអត់បានមើលដែរទេខ្ញុំចូលទៅថតផ្លែតហើយមកមើលគេសម្ដែងហើយបានតិចអញ្ចឹងនេះជាការច្រៀងចម្រៀងបែបសម័យរបស់យុវជនជនជាតិដើមភាគតិច